Hello សួស្តីអ្នកទាំងអស់គ្នាឥឡូវមកជួបគ្នានឹងវីដេអូមួយទៀតដែលនិយាយពីការពួកចង់និយាយពីពួក hacker បាទចង់និយាយពីពួក hacker ហ្នឹងគឺ hacker ហ្នឹងគឺhack ទៅកាន់ crypto ដែលសូម្បីតែ CZ ក៏បានការជូនដំណឹងពី Google ដែរដោយសារការ hack ហ្នឹងគឺនិយាយបានថាគឺ hack លុយសរុបទៅដល់ជិត$2000 លានជាងនៅឆ្នាំ2025ហ្នឹងដោយការវាយប្រហារអ៊ីនធឺណិតហ្នឹងគឺចេញមកពីការលួចលុយចេញពីកូរ៉េខាងជើងម្ដងទៀតហើយដែល CZ សង្ស័យថាជាក្រុមរបស់ Lazarus របស់កូរ៉េខាងជើងដែលមានការលួចបន្លំជាអក្សរសម្ងាត់រាប់ពាន់លានដុល្លារអាចថានៅពីក្រោយវាហ្នឹងហើយបានថានេះហើយគឺជាវិស័យមួយដែលអ្នកទាំងអស់គ្នាមិនទាន់ដឹងថាហេតុអីបានវាធ្វើឲ្យមានទីផ្សារចាប់ផ្ដើមមានការជួបច្បងគឺតាមហេតុគឺវាអាចមកពីកន្លែងនេះឯងគឺមានការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតគឺពួក hacker កូរ៉េជើងគឺវាបានធ្វើម្ដងទៀតដោយលើកឡើងនៅលើកមុនគឺនៅក្នុងវីដេអូដូចគ្នាគឺវាបានលួចលុយរហូតទៅដល់$1.4000 លានចេញពី Bitget ដោយវាបានយកលុយទាំងអស់នោះទៅបំលែងទៅជាaddress តូចៗផ្សេងទៀតដើម្បីបានទៅដល់លុយហ្នឹងដើម្បីបំលែងលុយហ្នឹងទៅជាលុយដែលអាចប្រើការបានអញ្ចឹងដូចគ្នានេះដែរសារដែលធ្លាក់នេះដែលធ្វើឲ្យជនជាតិអ៊ុយក្រែនមួយដែលគាត់ស្លាប់ហ្នឹងបាញ់សម្លាប់ខ្លួនឯងក្នុងឡានហ្នឹងគឺអាចដើមហេតុគឺមកពីខាងនេះដែរហើយរឿងហ្នឹងគឺមានតែប៉ុណ្្នេះឯងសូមទាំងអស់គ្នាតាមដានព័ត៌មានបន្ថែមទៀតចំពោះអ្នក trader គឺប្រុងប្រយ័ត្នមែនទែនអរគុណ